សួស្តីទស្សនិកជនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ព័ត៌មានអន្តរជាតិថ្មីៗប្រចាំថ្ងៃសហរដ្ឋអាមេរិកកំពុងបង្កើនវត្តមានកងទ័ពនិងសព្វាវុធយ៉ាងច្រើនទៅកាន់តំបន់មជ្ឈិមបូព៌ាសេចក្តីរាយការណ៍ពីសារព័ត៌មាន Newsmax ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានដឹងថានៅខណៈនេះសហរដ្ឋអាមេរិកបង្កើនវត្តមានសព្វាវុធរបស់ខ្លួននិងកងទ័ពរបស់ខ្លួនកាន់តែច្រើនថែមទៀតចូលទៅតំបន់មជ្ឈិមបូព៌ាកាលពីថ្ងៃអាទិត្យសហរដ្ឋអាមេរិកបន្ថែមយន្តហោះចម្បាំង F-15 ចំនួន12គ្រឿងថែមទៀតទៅដាក់ពង្រាយនៅលើមូលដ្ឋានទ័ពអាកាសរបស់អាមេរិកនៅប្រទេសសូដានីជាមួយគ្នានេះការបន្ថែមយន្តហោះចម្បាំងច្រើនទៀតកំពុងតែធ្វើដំណើរចេញពីសហរដ្ឋអាមេរិកពីអឺរ៉ុបចូលទៅតំបន់មជ្ឈិមបូព៌ាខណៈយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-52 ចំនួន2គ្រឿងត្រូវបានរាយការណ៍មកថាបានហោះហើរលើតំបន់សមុទ្រមជ្ឈិមបូព៌ាហោះក្បែរនឹងលំហាមេឃនៃប្រទេសអ៊ីរ៉ង់ហោះញឹកញាប់នៅចុងសប្តាហ៍នេះបន្ថែមលើនេះសេចក្តីរាយការណ៍បានដឹងថានាវាដឹកយន្តហោះរបស់សហរដ្ឋអាមេរិក USS Abraham Lincoln បានកំពុងធ្វើដំណើរឆ្លងច្រកសមុទ្រនៃប្រទេសសិង្ហបុរីដោយឆ្លងចូលមហាសមុទ្រមេឌីទែរ៉ាណេហើយឆ្ពោះទៅដល់តំបន់សមុទ្រនៅតំបន់មជ្ឈិមបូព៌ានៅប៉ុន្មានថ្ងៃខាងមុខទៀតនេះដំណើរនាវាដឹកយន្តហោះ USS Abraham Lincoln នោះមាននាវាពិឃាតដល់ទៅ8គ្រឿងនិងយន្តហោះប្រមាណជា60គ្រឿងប៉ុន្តែក៏មានការចុះផ្សាយថានាវាដឹកយន្តហោះមួយគ្រឿងទៀត USS Theodore Roosevelt ក៏នឹងត្រូវធ្វើដំណើរទៅកាន់តំបន់មជ្ឈិមបូព៌ាផងដែរគឺត្រូវដាក់ពង្រាយនៅតំបន់សមុទ្រមេឌីទែរ៉ាណេសមុទ្រមេឌីទែរ៉ាណេជាផ្នែកមួយនៅក្នុងតំបន់មជ្ឈិមបូព៌ាសមុទ្រអារ៉ាប់ក៏ជាផ្នែកមួយក្នុងតំបន់មជ្ឈិមបូព៌ាចំណែកឯឈូងសមុទ្រពេតសមុទ្រក្រហមសមុទ្រអូម៉ង់សុទ្ធតែស្ថិតនៅក្នុងតំបន់មជ្ឈិមបូព៌ាចលនាកងទ័ពសហរដ្ឋអាមេរិកកំពុងតែបង្កើននាវាចម្បាំងបើកល្បាតសឹងតែរាល់ថ្ងៃនៅតំបន់សមុទ្រអូម៉ង់សមុទ្រក្រហមដើម្បីតាមឃ្លាមមើលសកម្មភាពទាំងឡាយដែលគេហៅថាការត្រៀមរៀបនៃការវាយលុកណាមួយចូលទៅក្នុងដែនដីនៃប្រទេសអ៊ីរ៉ង់ក្នុងគោលបៅដែលរដ្ឋបាលលោកដូណាល់ត្រាំទម្លាក់របបអាយ៉ាតូឡាស់អាលីខាមេនេនៃរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់សេចក្តីរាយការណ៍បានដឹងថានៅពេលនេះការត្រៀមទទួលនាវាដឹកយន្តហោះសហរដ្ឋអាមេរិក USS Abraham Lincoln កំពុងតែចាប់ផ្ដើមនៅតំបន់មជ្ឈិមបូព៌ានេះដែលថាប៉ុន្មានថ្ងៃទៀតនេះនឹងអាចមកដល់តំបន់សមុទ្រមជ្ឈិមបូព៌ាហើយក្នុងស្ថានភាពមួយដែលគេថាជាសកម្មភាពយោធារបស់អាមេរិកកាន់តែមានការកើនឡើងដាក់សម្ពាធទៅលើរបបអាយ៉ាតូឡាអាលីខាមេនេសារព័ត៌មានរបស់អ៊ីស្រាអែល Jerusalem Post ក៏បានចេញផ្សាយផងដែរអំពីវត្តមានកងទ័ពរបស់អាមេរិកកាន់តែមានចំនួនកើនឡើងនៅតំបន់មជ្ឈិមបូព៌ានេះដែលលោកដូណាល់ត្រាំបានប្រកាសឲ្យថាសហរដ្ឋអាមេរិកមិនដកដៃទេនៅពេលនេះចំពោះការដាក់សម្ពាធទៅលើរបបអាយ៉ាតូឡាអាលីខាមេនេឲ្យផ្លាស់ប្ដូររបបដឹកនាំរបស់ខ្លួននៅពេលនេះនាយករដ្ឋមន្ត្រីអ៊ីស្រាអែលប៊ិនយ៉ាមីនណេតាន់យ៉ាហ៊ូបើទោះជាលោកទទួលទូរស័ព្ទហៅពីលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ីជាញឹកញាប់ក៏ដោយនោះប៉ុន្តែគេជឿជាក់ថានាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះមិនធ្វើតាមអ្វីនោះទេចំពោះការបញ្ចុះជូនរបស់លោក Vladimir Putin ដែលបញ្ចុះជូនអ៊ីស្រាអែលកុំឲ្យជួយសហរដ្ឋអាមេរិកឲ្យសោះជំរុញឲ្យមានការផ្ទុះសង្គ្រាមរវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិកឬក៏អ៊ីស្រាអែលនោះគេមិនជឿថានាយករដ្ឋមន្ត្រីអ៊ីស្រាអែលដែលជាមេទ័ពដ៏កំពូលបំផុតរបស់ប្រទេសអ៊ីស្រាអែលធ្វើតាមលោក Vladimir Putin នោះទេអ្វីដែលសំខាន់បំផុតគឺថាលោក Benjamin Netanyahu បានដាក់សំណើទៅលោក Donald Trump ឲ្យពន្យាពេលនៃផែនការដែលត្រៀមរៀបវាយចូលប្រទេសអ៊ីរ៉ង់កាលពីសប្តាហ៍មុននោះដោយសារតែនាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះមើលឃើញថានៅពេលដែលបើកយុទ្ធនាការកងទ័ពអាមេរិកវាយចូលគោលដៅជាច្រើនក្នុងទឹកដីរបស់អ៊ីរ៉ង់នោះយ៉ាងហោចណាស់ត្រូវតែធ្វើឲ្យបានជោគជ័យភ្លាមៗមួយរំពេចនៃការព្យាយាមបញ្ចប់របបអាយ៉ាតូឡាស់អាលីខាមេនេគឺរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់បច្ចុប្បន្ននេះដែលមានអាយុ47ឆ្នាំមកហើយនេះសារព័ត៌មាននៃប្រទេសអ៊ីស្រាអែលជាច្រើនបានធ្វើការវិភាគថាអ្វីដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ស្នើឲ្យលោកត្រាំពន្យាពេលនៃការវាយប្រហារចូលប្រទេសអ៊ីរ៉ង់នោះគឺគ្មានអ្វីក្រៅពីចង់ដាក់ចេញនៅផែនការជោគជ័យយ៉ាងលឿនបំផុត
โดยโลกโดนัลด์ทรัมป์อนุวัตบ้านในการจับโครนประธานาธิบดีเวเนซุเอลานิโคลามาดูโรกาลปีថ្ងៃទី3មករាកន្លងមកនេះដែលសហរដ្ឋអាមេរិកលើកទ័ពវាយប្រហារយ៉ាងលឿនបំផុតដោយកងយន្តហោះចម្បាំងប្រើប្រាស់កម្លាំងទ័ពកុម្ម៉ាំងដូអត្តឃាតនិងកងទ័ពម៉ារីនចូលចាប់លោកនីកូឡាម៉ាឌូរ៉ូនិងភរិយារបស់គាត់យ៉ាងលឿនដោយភ្នែកបន្តហើយដឹកយកទៅកាត់ទោមនៅលើទឹកដីសហរដ្ឋអាមេរិកមកដល់ពេលនេះគឺថានាយករដ្ឋមន្ត្រី Benjamin Netanyahu ឲ្យសហរដ្ឋអាមេរិកសិក្សាឲ្យច្បាស់លាស់និងស៊ីជម្រៅរួមជាមួយនឹងកិច្ចសហប្រតិបត្តិការជាមួយអ៊ីស្រាអែលធ្វើយ៉ាងណាបញ្ចប់ឲ្យបានតែម្ដងមិនទុកឱកាសឲ្យរបបអាយ៉ាតូឡាអាលីខាមីនេនៃរបបសាធារណរដ្ឋអ៊ីស្លាមនេះបន្តរស់រានមានជីវិតទៀតនោះទេសេចក្តីរាយការណ៍បានដឹងថានៅពេលដែលសកម្មភាពរបស់កងទ័ពអាមេរិកកំពុងតែមានការកើនឡើងជាមួយនឹងការហោះហើរយន្តហោះចម្បាំង F-35 ការហោះហើរយន្តហោះទម្លាក់គ្រាប់បែក B-52 ដែលវាអាចរយគ្រាប់បែកដូចភ្លៀងធ្លាក់នោះនៅលើតំបន់មជ្ឈិមបូព៌ាវាបានបង្ហាញសញ្ញាច្បាស់ណាស់ថាលោកដូណាល់ត្រាំនឹងប្រើប្រាស់យុទ្ធសាស្ត្រគំទេចគោលដៅរបស់អ៊ីរ៉ង់ឲ្យខ្ទេចរលាយដូចភែប្រសិនបើស្ថានភាពក្នុងការវាយចូលក្នុងទឹកដីអ៊ីរ៉ង់ដើម្បីបញ្ចប់របបផ្ដាច់ការអាយ៉ាតូឡាអាលីខាមីនេនោះហើយការបង្ក្រាបសមត្ថភាពយោធារបស់អ៊ីរ៉ង់គឺត្រូវធ្វើឲ្យធ្លាក់នៅក្រោមស៊ូនវិនតែម្ដងជាមួយនឹងការគំទេចឲ្យបានអស់នៅប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់គំទេចទីតាំងស្តុកគ្រាប់មីស៊ីលនិងដ្រូនទីតាំងផលិតមីស៊ីលនិងដ្រូនរបស់អ៊ីរ៉ង់និងគំទេចទីតាំងរោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់ជាថ្មីម្ដងទៀតសារព័ត៌មានរបស់ប្រទេសនៅតំបន់មជ្ឈិមបូព៌ាចុះផ្សាយថាសកម្មភាពយោធារបស់សហរដ្ឋអាមេរិកនៅពេលនេះលំនាំមានការកើនឡើងខ្លាំងហើយចង់មិនចង់សហរដ្ឋអាមេរិកអាចនឹងប្រើប្រាស់យន្តហោះយ៉ាងច្រើនបំផុតក្នុងការបើកយុទ្ធនាការដាក់សម្ពាធទៅលើរដ្ឋាភិបាលអាយ៉ាតូឡាអាលីខាមីនេនៅប៉ុន្មានថ្ងៃទៀតនេះនៅពេលដែលនាវាដឹកយន្តហោះរបស់អាមេរិក USS Abraham Lincoln មកអតំបន់នៃសមុទ្រមជ្ឈិមបូព៌ានៅពេលខាងមុខនេះជាមួយគ្នានេះក៏មានសេចក្តីរាយការណ៍មកថានាវាមុជទឹករបស់អាមេរិកក៏នឹងត្រៀមបញ្ជូនចូលទៅដាក់ពង្រាយនៅតំបន់មជ្ឈិមបូព៌ាផងដែរសហរដ្ឋអាមេរិកធ្លាប់ដាក់ពង្រាយនាវាមុជទឹកដែលបំពាក់ដោយគ្រាប់មីស៊ីលនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរទាំងនោះយ៉ាងហោចណាស់ចំនួនពី4គ្រឿងទៅ5គ្រឿងដែលរដ្ឋបាលលោកโจ Biden និងរដ្ឋបាលលោក Donald Trump ធ្លាប់ដាក់ពង្រាយនាវាមុជទឹកច្រើនបែបនេះកាលពីប៉ុន្មានឆ្នាំមុនមកនេះឥឡូវនេះគេថានាវាមុជទឹករបស់សហរដ្ឋអាមេរិកនេះអាចនឹងដាក់ពង្រាយមានពី5គ្រឿងឡើងទៅនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកវាបន្ទុកមីស៊ីលថូម៉ាហាកវាអាចបាញ់មីស៊ីលថូម៉ាហាកចេញពីនាវាទាំងនោះសម្ដៅទៅលើគោលដៅជាច្រើនប្រសិនបើលោកដូណាល់ត្រាំបញ្ជាឲ្យបើកការវាយប្រហារចូលទៅប្រទេសអ៊ីរ៉ង់ដើម្បីកំទេចគោលដៅយោធារបស់អ៊ីរ៉ង់ជាថ្មីម្ដងទៀតតែអ្នកជំនាញនៅតែមើលឃើញថាសហរដ្ឋអាមេរិកមុននឹងចាប់ផ្ដើមសង្គ្រាមអ្វីមួយផ្ទុះឡើងជាពិសេសមុននឹងសម្រេចបើកការវាយប្រហារទៅលើគោលដៅយោធានៃប្រទេសអ៊ីរ៉ង់នោះសហរដ្ឋអាមេរិកត្រូវដាក់ពង្រាយនាវាចម្បាំងយ៉ាងតិច30គ្រឿងនៅតំបន់សមុទ្រមេឌីទែរ៉ាណេនៅឈូងសមុទ្រពេតនិងនៅតំបន់សមុទ្រផ្នែកមួយនៃមហាសមុទ្រឥណ្ឌាជាមួយគ្នានេះនាវាដឹកយន្តហោះក៏ត្រូវបន្ថែមមួយគ្រឿងថែមទៀតដែលគេរំពឹងថានាវាដឹកយន្តហោះ USS Theodore Roosevelt អាចនឹងដាក់ពង្រាយនៅតំបន់សមុទ្រឥណ្ឌានៅពេលដែលនាវាដឹកយន្តហោះមួយគ្រឿងទៀតចូលទៅដាក់ពង្រាយនៅតំបន់មជ្ឈិមបូព៌ានោះយ៉ាងហោចណាស់500ខ្ពស់បំផុតដែលលោក Donald Trump អាចនឹងបើកការវាយប្រហារទៅលើរបបអាយ៉ាតូឡាអាលីខាមីនេសូមជម្រាបថាលោក Donald Trump បានចេញសារព្រមានចុងក្រោយជាថ្មីម្ដងទៀតទៅលើលោកអាយ៉ាតូឡាអាលីខាមីនេនិងរបបរបស់លោក Donald Trump បានប្រកាសឲ្យថាពិភពលោកត្រូវតែរួមគ្នាបញ្ចប់របបផ្ដាច់ការនៅអ៊ីរ៉ង់នេះឲ្យបានព្រោះថាមេដឹកនាំនៃប្រទេសអ៊ីរ៉ង់រូបនេះគឺលោកអាយ៉ាតូឡាអាលីខាមីនេបានក្លាយជាមេដឹកនាំប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិយ៉ាងអាក្រក់បំផុតទៅលើប្រជាជនអ៊ីរ៉ង់ប៉ុន្មានថ្ងៃចុងក្រោយនេះលោក Donald Trump បានហៅលោកអាយ៉ាតូឡាអាលីខាមីនេនិងរបបរបស់គាត់ថាកំពុងតែញៀនសម្រាប់ប្រជាជនឯងដើម្បីក្រាញអំណាចនិងពង្រឹងអំណាចរបស់ខ្លួនជាជាងការផ្ដល់សេរីភាពសម្រាប់ប្រជាជនរបស់ខ្លួននោះ
មិនថាឡើយលោក Donald Trump ទេដែលចង់ទម្លាក់របបអាយ៉ាតូឡា Ali Khamenei នៅពេលនេះពួកបាសជំប្រទេសជាច្រើនមានមហាអំណាច3នៃអឺរ៉ុបបានចេញសេចក្តីថ្លែងការណ៍រួចស្រេចហើយថាគាំទ្រសកម្មភាពណាមួយរបស់កងទ័ពសហរដ្ឋអាមេរិកទៅលើរបបអាយ៉ាតូឡា Ali Khamenei ដែលនៅក្នុងនោះអធិការបតីអាល្លឺម៉ង់លោក Friedrich Merz បានហៅរបបអាយ៉ាតូឡា Ali Khamenei ថាកំពុងធ្លាក់នៅក្នុងពេលវេលមួយនៃការរលំរលួយហើយប្រកាសថារបបសាធារណរដ្ឋអ៊ីស្លាមនេះលែងតំណាងឲ្យប្រជាជនអ៊ីរ៉ង់បានទៀតហើយនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer ប្រធានាធិបតីបារាំង Emmanuel Macron សុទ្ធតែបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសរបបអាយ៉ាតូឡា Ali Khamenei យ៉ាងធ្ងន់ធ្ងរបំផុតហើយប្រកាសថារបបនេះសម្រាប់ពិភពលោកមិនត្រូវចាត់ទុកជាតំណាងឲ្យប្រជាជនអ៊ីរ៉ង់ទៀតនោះឡើយសូមជម្រាបទៀតថានៅក្នុងមហាបាតកម្មរយៈពេល21ថ្ងៃរបស់ប្រជាជនអ៊ីរ៉ង់ប្រជាជនអ៊ីរ៉ង់បានផ្ទុកមហាបាតកម្មដល់ទៅ6លាននាក់នៅចន្លោះថ្ងៃទី7ដល់ថ្ងៃទី10មករាមហាបាតកម្មនោះហើយនៅទីក្រុងតេអេរ៉ង់គឺសឹងតែធ្លាក់នៅក្នុងដៃរបស់បាតកោទៅហើយប្រជាជនអ៊ីរ៉ង់នៅទីក្រុងតេអេរ៉ង់1.5 លាននាក់ចេញធ្វើបាតកម្មដងបីចាប់យករដ្ឋាភិបាលមួយនេះពីរបបអាយ៉ាតូឡា Ali Khamenei ប៉ុន្តែនៅក្នុងមហាកុបកម្មរយៈពេល3ថ្ងៃនោះបាតកោស្លាប់រាប់ពាន់នាក់ភ្លាមៗដោយសារតែការបើកការវាយប្រហារយ៉ាងសន្ធប់និងខួខៅពីសំណាក់កងឆ្មាំងបដិវត្តអ៊ីរ៉ង់នៅក្រោមការបញ្ជារបស់ឧត្តមសេនីយ៍អ៊ីរ៉ង់និងជាពិសេសក្រុមការបញ្ជារបស់អាយ៉ាតូឡា Ali Khameneiរបាយការណ៍ចុងក្រោយមួយដែលចុះផ្សាយដោយសារព័ត៌មាន The Sun បានចុះផ្សាយថាយោងតាមរបាយការណ៍ចេញពីមន្ទីរពេទ្យយ៉ាងហោចណាស់មនុស្សស្លាប់កើនឡើងដល់ទៅ 16,500 នាក់ក្នុងនោះមានបាតកោដែលត្រូវបានសម្លាប់រហូតដល់ខ្វាក់ពីនេកមានដល់ទៅជិត 1,000 នាក់ចំណែកឯអ្នករងរបួសមានរហូតដល់ទៅ 36,000 នាក់ប៉ុន្តែនៅពេលនេះអាជ្ញាធរនៃរបបអាយ៉ាតូឡា Ali Khamenei បានកំពុងតែនាំខ្លួនចាប់ខ្លួនបាតកោដែលរងរបួសទាំងនោះអូសចេញពីមន្ទីរពេទ្យហើយយកទៅឃុំខ្លួននៅក្នុងរណាំងដែករបស់កង